សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាអត្ថបទអក្សរសិល្ប៍រឿងធនជ័យសូមអ្នកទាំងអស់គ្នាជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតដើម្បីងាយស្រួលក្នុងការមើលវីដេអូចុចកន្លែងច្រើនទៀតជ្រើសរើសចំណងជើងមេរៀនដែលលោកអ្នកពេញចិត្ត1សេចក្តីផ្ដើមរឿងធនជ័យជារឿងព្រេងប្រជាប្រិយរបស់ខ្មែរជាទូទៅរឿងប្រជាប្រិយបែបនេះតែងតែឆ្លុះបញ្ចាំងពីតថភាពសង្គមជាតិគ្រប់សម័យកាលទាំងអស់ព្រោះវាជាប្រភេទរឿងព្រេងដែលកើតចេញពីគំនិតរបស់មនុស្សទូទៅចំណែករឿងធនជ័យនេះក៏បានឆ្លុះបញ្ចាំងពីតថភាពនៃសង្គមខ្មែរមួយដែលមនុស្សទូទៅគិតឃើញផងដែរដោយនេះសាច់រឿងហាក់ដូចជាបង្ហាញពីអារម្មណ៍ពិតរបស់ពួកគាត់ក្នុងការតិទៀនអ្វីមួយដែលពួកគាត់មិនពេញចិត្តលើសពីនេះទៅទៀតដើម្បីបន្ធូរកំហឹងក្នុងការវាយប្រហារទៅលើអ្វីដែលពួកគេមិនពេញចិត្តទើបជំរុញឲ្យពួកគេតាក់តែងជារឿងនិទានរឿងព្រេងនេះឡើងអាស្រ័យហេតុនេះហើយទើបបានជារឿងធនជ័យត្រូវបានមនុស្សម្នាយកមកនិទានពីមាត់មួយទៅមាត់មួយពីកន្លែងមួយទៅកន្លែងមួយសម្រាប់ការកម្សាន្តនិងដើម្បីអប់រំប្រៀនប្រដៅកូនចៅក៏ដូចជាក្មេងជំនាន់ក្រោយបានយល់និងដឹងច្បាស់ពីភាពអន់ថយរបស់បុគ្គលគ្មានសមត្ថភាព 2. ទិដ្ឋភាពប្រវត្តិចំណងជើងរឿងធនជ័យប្រភពរឿងនេះមានប្រភពមកពីប្រទេសកម្ពុជាកគោលនិយមរឿងនេះចងក្រងឡើងតាមរយៈការចេះចាំតគ្នាពីម្នាក់ទៅម្នាក់ទៀតពីសម័យមួយទៅសម័យមួយក្រោយមកទៅមនុស្សធ្វើការរៀបចំចងក្រងឡើងបានជារឿងធនជ័យនេះឡើងដែលបានបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលដូនតាខ្មែរមានកន្លងមកប្រភេទរឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយអ្នកនិពន្ធមិនស្គាល់ឈ្មោះអ្នកនិពន្ធច្បាស់លាស់ការបរិច្ឆេទរឿងនេះពុំមានការតាក់តែងច្បាស់លាស់ទេឆសង្គមបរិយាកាសខ្មែរតែមានប្រពៃណីជំនឿជឿទៅលើការទូទាយរបស់ហោរាសាស្ត្រមានការបែងចែកវណ្ណៈគ្នាទាសករខ្ញុំបម្រើអ្នកក្រអ្នកមានសេដ្ឋីមន្ត្រីប្រទេសមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវមានមន្ត្រីរាជការស្ដេចចៅហ្វាយខេត្តឬស្ដេចត្រាញ់ជាដើមប្រទេសមានទំនាក់ទំនងអន្តរជាតិមនុស្សមានបញ្ញាមានវិជ្ជាធ្វើបាបអ្នកអន់ប្រាជ្ញាធ្វើជាលបែងកម្សាន្ត 3. ទិដ្ឋភាពទំនាក់ទំនងរឿងកសង្ខេបរឿងការដាំឡើយមានគ្រួសារមួយមានមុខរបរជាកសិករថ្ងៃមួយប្រពន្ធបានយល់សប្តិឃើញចម្លែកអស្ចារ្យថាយល់សប្តិយល់សងយល់សប្តិឃើញដូងនោះបេះបានទាំងផ្លែយល់សប្តិឃើញខែនោះពេញបរមីដោយមានសេចក្តីងឿងឆ្ងល់ចំពោះការយល់សប្តិចម្លែកនេះស្ត្រីជាប្រពន្ធបានទៅរកគ្រូហោរាដើម្បីទស្សទាយឲ្យដឹងហេតុភេទប៉ុន្តែគាត់ជួនពេលនោះលោកហោរាមិនបាននៅផ្ទះទេគឺនៅតែប្រពន្ធរបស់ហោរាតែប៉ុណ្ណោះប្រពន្ធហោរាក៏បានសាកសួរពីរឿងយល់សប្តិនោះស្ដាប់បានកាលណាក៏បានដឹងពីសេចក្តីពិតថានាងនឹងមានកូនប្រុសដែលមានប្រាជ្ញាឆ្លៀសវៃនិងខ្លាំងពូកែតែប្រពន្ធហោរានោះបែរជាទាយបង្ខុសទៅវិញដោយថានាងនឹងមានកូនប្រុសដែលកើតមកនឹងក្លាយជាខ្ញុំបម្រើគេក្រោយមកគ្រួសារនោះក៏កើតបានកូនប្រុសមួយប្រាកដមែនហើយបានដាក់ឈ្មោះឲ្យកូនប្រុសថាធនជ័យអាយុបាន7ឆ្នាំធនជ័យជាក្មេងមិនសូវចូលចិត្តទំនេរទេគឺចូលចិត្តដើរលេងមិនសូវបានគិតគូរបាយទឹកប៉ុន្មានទេថ្ងៃមួយធនជ័យបានដើរលេងនៅក្បែរផ្ទះលោកសេដ្ឋីគាត់ជួនពេលនោះប្រពន្ធសេដ្ឋីបានជ្រុះត្រល់ត្បាញទៅដីហើយបានប្រើធនជ័យឲ្យជួយរើសនិងសន្យាឲ្យអំបុកច្រើនទៀតផងប៉ុន្តែអំបុកដែលធនជ័យបានទទួលគឺមិនត្រូវចិត្តរបស់ធនជ័យដែលគិតថាច្រើនឡើយធនជ័យបានយំយ៉ាងខ្លាំងដែលជាហេតុនាំឲ្យលោកសេដ្ឋីភ្ញាក់ពីដេកពេលនោះលោកសេដ្ឋីបានប្រើអ្នកបម្រើឲ្យយកចង្អេរមួយនិងកញ្ជើមួយដើម្បីដាក់អំបុកឲ្យធនជ័យរើសធនជ័យបានរើសអំបុកដែលមានក្នុងចង្អេរក្រោយមកធនជ័យទើបដឹងថាខ្លួនបានចាញ់បោកលោកសេដ្ឋីទៅដល់ផ្ទះបានប្រាប់ឪពុកម្ដាយឲ្យយកខ្លួនទៅបម្រើលោកសេដ្ឋីក្នុងគោលបំណងដើម្បីសងសឹកនឹងលោកសេដ្ឋីវិញជីវិតរស់នៅជាមួយសេដ្ឋី
ធនជ័យបានទទួលការប្រើទៅនេះទៅនោះប្រើយ៉ាងវក់វីដូចជារត់តាមសេះទៅព្រះរាជវាំងចាំចំការឃ្វាគោក្របីជាដើមប៉ុន្តែសកម្មភាពនេះត្រូវបានធនជ័យប្រើជាមធ្យោបាយដើម្បីសងសឹកវិញក្នុងនោះដូចជាការរត់តាមសេះសេដ្ឋីទៅចូលគាល់ស្ដេចគឺធនជ័យបានធ្វើពុតជារត់មិនទាន់សេះរត់ទាន់សេះតែបែរជាអស់ស្លាមឡូនិងរើសអាចសេះដាក់ក្នុងថង់យាមជាដើមឃើញដូច្នេះទើបលោកសេដ្ឋីបានប្រើធនជ័យឲ្យទៅចាំចំការឲ្យលឹកវិញប៉ុន្តែធនជ័យពិតជាចាំចំការមែនគឺដេកមើលយ៉ាងស្រួលក្នុងខ្ទមដេកមើលគោក្របីស៊ីដំណាំធ្វើមិនដឹងដំណឹងនេះបានលើដល់សេដ្ឋីហើយសេដ្ឋីខឹងជាខ្លាំងក្រោយមកក៏បានប្រើធនជ័យទៅឃ្វាគោក្របីវិញតែធនជ័យបានសុំមេគោទាំងអស់ជាប្រពន្ធរបស់ខ្លួនសេដ្ឋីយល់ព្រមក្រោយមកធនជ័យបានចាប់គោឈ្មោលអ្នកស្រុកទៅចងទាំងអស់ព្រោះបានចែកចង់ប្រពន្ធរបស់ខ្លួនសេដ្ឋីបានចូលរួមដោះស្រាយទៀតក្រោយមកទៀតថ្ងៃមួយប្រពន្ធសេដ្ឋីបានប្រើធនជ័យឲ្យទៅហៅសេដ្ឋីដើម្បីហូបបាយសេដ្ឋីប្រាប់ថាថ្ងៃមុខថ្ងៃក្រោយឲ្យហៅគាត់តិចគាត់ជួនថ្ងៃមួយផ្ទះសេដ្ឋីបានឆេះធនជ័យទៅតាមស្រែកហៅសេដ្ឋីប៉ុន្តែសំឡេងខ្សៅនិយាយមិនឲ្យឮខ្លាំងឡើយទៅដល់ផ្ទះសេដ្ឋីបានប្រាប់ឲ្យធនជ័យប្រមូលរបស់របរស្រាលនិងរកអ្នកដែលធ្វើឲ្យឆេះផ្ទះលោកធនជ័យបានយករបស់ស្រាលដូចជាសម្បុកមាន់ជាដើមនិងបានអស់ចង្ក្រានមកបង្ហាញលោកថាជាអ្នកធ្វើឲ្យឆេះផ្ទះលោកសេដ្ឋីក្រោយហេតុការណ៍ទាំងអស់នេះទើបសេដ្ឋីបានយល់សេចក្តីថានេះជាទង្វើដែលធនជ័យចង់ផ្ចាញ់ប្រាជ្ញារបស់លោកក្រោយមកសេដ្ឋីបានបញ្ជូនធនជ័យទៅឲ្យស្ដេចដើម្បីព្រានប្រដៅក្រោយពីបានទៅរស់នៅជាមួយស្ដេចបានដេញប្រាជ្ញាធនជ័យដូចជាប្រាឲ្យធនជ័យប្រាប់ពីក្បួនផសម្រាប់ផស្ដេចឲ្យធនជ័យមុជទឹករកពងមាន់ជិះដំរីចាស់ឈឺជើងដាក់ក្តោងយកព្រះក្រយ៉ាថ្វាយស្ដេចយកកូនមាន់ទៅជល់ជាមួយមាន់របស់ស្ដេចយកកូនក្របីទៅជល់ជាមួយនឹងក្របីឡើងករបស់ស្ដេចជាដើមចំពោះការដេញប្រាជ្ញាអស់នេះមិនបានធ្វើឲ្យធនជ័យចាញ់ឡើយតែបែរជាធ្វើឲ្យស្ដេចចាញ់យ៉ាងអាម៉ាស់មុខបំផុតពោលគឺធនជ័យឈ្នះរហូតក្រោយមកដោយសេចក្តីខឹងក្រេវក្រោធខ្លាំងចំពោះធនជ័យទៅបញ្ជាមិនឲ្យធនជ័យចូលវាំងបញ្ជាទាសាទាសីទៅជួអាចដាក់មុខផ្ទះរបស់ធនជ័យជាដើមប៉ុន្តែអំពើអស់ទាំងនេះរឹតតែបានធ្វើឲ្យស្ដេចបាក់មុខទាំងអស់ព្រោះធនជ័យបានកាច់បំបាក់ប្រាជ្ញារបស់ស្ដេចយ៉ាងសម្បើមដៃដូចជាធនជ័យហ៊ានជំទិតគូតឲ្យស្ដេចឃើញជេរព្រះសម្ដេចសង្ឃដើម្បីបានចូលក្នុងវាំងវិញជាដើមដោយសារប្រាជ្ញារបស់ជ័យមានភាពខ្លាំងពូកែបែបនេះហើយទើបបានជាល្បីរន្ទឺដល់ស្រុកចិនស្ដេចចិនបានបញ្ជូនអ្នកប្រាជ្ញខ្លួនឲ្យមកដាក់ប្រស្នាឲ្យខ្មែរដោះស្រាយដើម្បីដាក់ខ្មែរធ្វើជាចំណុះរបស់ខ្លួនចំណែកធនជ័យដោយមិនដឹងនឹងទៅដោះប្រស្នាទីក្របឪលឹកយ៉ាងម៉េចទើបសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនជាភ័ព្វសំណាងធនជ័យបានទៅដល់សំពៅរបស់អ្នកប្រាជ្ញចិនហើយបានស្ដាប់ឮរាល់ចម្លើយនៃការទូទាយក្របឪលឹកនោះថ្ងៃស្អែកឡើងធនជ័យបានទាយប្រស្នាទាំងនេះត្រូវទាំងអស់ធ្វើឲ្យអ្នកប្រាជ្ញចិនមានការខ្លោបខ្លាចធនជ័យជាខ្លាំងហើយបានចុះចាញ់និងប្រគល់សំពៅនិងសម្ភារៈជាច្រើនដល់ខ្មែរដោយសេចក្តីខ្លោបខ្លាចប្រាជ្ញារបស់ធនជ័យទើបស្ដេចសម្រេចចិត្តឲ្យធនជ័យទៅរស់នៅតាមមាត់ទន្លេបានឱកាសនេះធនជ័យបានបង្កើតការទារពន្ធកយផ្សេងជាហេតុបានឱកាសស្ដេចក៏បានដាក់ទោសសម្លាប់ធនជ័យពេជ្ឈឃាតទាំងអស់ចាញ់បោកធនជ័យជាងបាត់ធនជ័យធ្លាក់ទឹកពេលនោះធនជ័យបានរួចគេចខ្លួនទៅបួសជាសង្ឃនៅក្នុងវត្តមួយដំណឹងនេះបានឮដល់ស្ដេចស្មានថាធនជ័យបានស្លាប់ទៅហើយដោយការលង់ទឹកដំណឹងនេះបានលេចឮដល់ស្ដេចស្រុកចិនទើបបានបញ្ជូនអ្នកប្រាជ្ញមកដាក់ប្រស្នាបន្តទៀតស្ដេចមានការព្រួយបារម្ភជាខ្លាំងបានប្រកាសរកអ្នកប្រាជ្ញដើម្បីតទល់ជាមួយនឹងអ្នកប្រាជ្ញចិនទាំងអស់នោះធនជ័យបានចូលក្នុងវាំងហើយស្រាយប្រស្នាបានទាំងអស់ជាលើកទី2ស្ដេចមានសេចក្តីត្រេកអរជាខ្លាំងរហូតចង់គិតប្រពន្ធឲ្យធនជ័យទៀតផងប៉ុន្តែធនជ័យមិនពេញចិត្តឡើយ
ព្រោះខ្លួនគិតថាពួកស្រីអស់នេះមិនចេះធ្វើអ្វីចាំតែឲ្យទៅនេះទៅនោះតាមចិត្តគេប្រើទេគាត់សុខចិត្តស្វែងរកខ្លួនឯងរហូតបានជួបនារីម្នាក់ឈ្មោះនាងសួស្ដីដែលមានរូបឆោមល្អនិងថែមជានារីគ្រប់លក្ខទៀតផងធនជ័យបានចូលស្ដីដណ្ដឹងហើយរៀបការតាមប្រពៃណីរៀងមកចំណែកពួកមន្ត្រីនិងស្ដេចបានកោតខ្លាចនឹងប្រាជ្ញារបស់ធនជ័យពីមួយថ្ងៃទៅមួយថ្ងៃជាហេតុនិរទេសធនជ័យចេញពីប្រទេសខ្មែរទៅប្រទេសចិនដោយសង្ឃឹមថានឹងមិនមានជីវិតត្រឡប់មកវិញទេទៅដល់ស្រុកចិនធនជ័យបានធ្វើនំបញ្ចុកលក់ជាហេតុល្បីដល់ស្ដេចស្រុកចិនស្ដេចស្រុកចិនឲ្យខ្លួនចូលគាល់បានឱកាសធនជ័យបានជេរប្រមាថស្ដេចចិនថាមើលមុខស្ដេចចិនដូចឆ្កែមើលមុខស្ដេចខ្មែរដូចព្រះខែពេញបរមីស្ដេចចិនខឹងនឹងធនជ័យជាខ្លាំងក៏បានចាប់ធនជ័យទៅដាក់ក្នុងគុកសម្រិតធនជ័យជាមនុស្សមានប្រាជ្ញាបានធ្វើចម្បាប់ជាមួយអ្នកទោសម្នាក់ទៀតដើម្បីទប់ទល់នឹងភាពត្រជាក់នៃគុកសម្រិតនោះមិនតែប៉ុណ្ណោះគាត់បានធ្វើខ្លែងឯកបង្ហោះយប់ដើម្បីបន្លាចស្ដេចចិនទៀតផងសំឡេងខ្លែងបានឮដល់ស្ដេចស្រុកចិនជាហេតុធ្វើឲ្យស្ដេចមានការផុតភ័យជាខ្លាំងទើបបានរកគ្រូហោរាមកទស្សទាយហោរាទស្សទាយថានេះមកពីស្ដេចចិនបានចាប់អ្នកប្រាជ្ញខ្មែរមកឃុំឃាំងទុកក្រោយមកស្ដេចចិនបានដោះលែងធនជ័យដោយបញ្ជូនធនជ័យមកស្រុកខ្មែរវិញរួមមានសំពៅមួយសម្ភារៈប្រើប្រាស់ជាច្រើននិងចិន100នាក់ទៀតផងធ្វើជាខ្ញុំបម្រើមកដល់ស្រុកខ្មែរស្ដេចនិងមន្ត្រីមានសេចក្តីកោតសរសើរមិនដាច់ពីមាត់ធនជ័យបានរស់នៅជាមួយប្រពន្ធដោយសេចក្តីសុខសាន្តថ្ងៃមួយធនជ័យបានធ្លាក់ខ្លួនឈឺធ្ងន់ចិត្តដល់ពេលស្លាប់ទើបហៅស្ដេចមកជួបដើម្បីប្រាប់រឿងសម្ងាត់មួយថាបើសោយត្រីព្រួលកុំចោលស្រកាសោយត្រីប្រាកុំចោលស្រកីស្លម្ជូរក្បាលត្រីត្រូវដាក់ម្ជូរសណ្ដាន់និងផ្ដាំប្រពន្ធជាចុងក្រោយឲ្យដាំចម្រងឫស្សីនិងដាំដើមខ្ញែលើភ្នូររបស់គាត់ដើម្បីការពារមន្ត្រីដែលស្អប់គាត់ខបង្ហាញតួអង្គនៅក្នុងរឿងនេះមានតួអង្គមួយចំនួនដូចខាងក្រោមធនជ័យជាអ្នកមានប្រាជ្ញាជាងគេនៅស្រុកខ្មែរម្ដាយធនជ័យឪពុកធនជ័យសេដ្ឋីនិងភរិយាស្ដេចខ្មែរនាម៉ឺនមន្ត្រីរាជការឈ្មោះអ្នករកស៊ីនាងសួស្ដីជាប្រពន្ធធនជ័យស្ដេចស្រុកចិនអ្នកប្រាជ្ញចិនប្រពន្ធហោរាកែវព្រឹត្តិការណ៍សំខាន់នៅក្នុងរឿងទី1កំណើតធនជ័យមុនកំណើតធនជ័យម្ដាយរបស់ធនជ័យបានយល់សពឃើញថាយល់សពយល់សោមយល់សពឃើញដូងនោះបេះបានទាំងផ្លែយល់សពឃើញខែនោះពេញបរមីប្រពន្ធលោកហោរាបានប្រាប់ទៅម្ដាយធនជ័យថាកូនរបស់នាងនឹងក្លាយទៅជាអ្នកបម្រើគេដែលខុសនឹងការពិតតាមពិតជើងលេខប្រាប់ថាធនជ័យនឹងក្លាយទៅជាអ្នកធំអ្នកមានអំណាចអ្នកមានប្រាជ្ញាខ្លាំងក្លាទី2ធនជ័យទៅបម្រើសេដ្ឋីធនជ័យចូលបម្រើលោកសេដ្ឋីទាំងវ័យក្មេងវ័យជាកុមារអាយុ7ឆ្នាំរត់តាមសេះរបស់លោកសេដ្ឋីចំនួន3លើកទី1រត់តាមសេដ្ឋីមិនទាន់ព្រោះខ្លាចជ្រុះស្លាមលូលើកទី2រត់តាមពីក្រោយលោកសេដ្ឋីរហូតជ្រុះស្លាមលូអស់ពីសំពាយលើកទី3រត់តាមពីក្រោយលោកសេដ្ឋីនិងរើសអាចសេះដាក់ចូលក្នុងសំពាយទៅចាំចំការឪឡឹកឲ្យលោកសេដ្ឋីតែបណ្ដោយឲ្យគោក្របីស៊ីដំណាំឪឡឹកតាមចិត្តធនជ័យមិនអើពើគ្វាគោឲ្យលោកសេដ្ឋីហើយចាប់គោឈ្មោលរបស់ប្រជាជនព្រោះគោឈ្មោលទាំងនោះចែចង់ប្រពន្ធគោរបស់ខ្លួនស្រែកហៅលោកសេដ្ឋីដោយស្រែកលឺខ្លាំងស្រែកហៅលោកសេដ្ឋីដោយខ្សឹបតិចខ្សោយប្រមោរបស់របរស្រាលមានសម្បុកមាន់ពងមាន់ជាដើមចាប់ចង្ក្រានដាក់ច្រវាក់អស់បង្ហាញដល់សេដ្ឋីទី3ធនជ័យបម្រើស្ដេចកុហកស្ដេចពីរឿងលាក់ទុកក្បួនផលនៅឯផ្ទះស្រែករងាវធ្វើមន់ឈ្មោលហើយគ្មានពងនឹងគេជីដំរីចាស់ឈឺជើងនិងដាក់ក្តោងដើម្បីជីឲ្យទាន់ស្ដេច
ដែលទៅកំសាន្តព្រៃយកសេះអុកចាក់ត្រង់មកជីកព្រោះគ្មានសេះពិតជីកដើម្បីតាមស្ដេចឲ្យទាន់ទៅកំសាន្តព្រៃបោះសម្អាតរីកដំណាក់ក្រោយមកជេរប្រតិចពួកស្រីស្នំយកកូនមាន់ទៅចូលជាមួយមាន់កករបស់ស្ដេចទទួលបានជ័យជំនះយកកូនក្របីទៅចូលជាមួយក្របីរបស់ស្ដេចក៏ទទួលបានជោគជ័យផងដែរធនជ័យត្រូវបានបណ្ដេញចេញពីវាំងប្រមាថព្រះសង្ឃក្រោយមកក៏បានចូលទៅវាំងវិញដោយសារស្ដេចស្អប់មុខទៅបង្ហាញគូដល់ស្ដេចវិវត្តស្រីស្នំនិងរំពាត់ដែលល្មើសនឹងបញ្ជារបស់ស្ដេចជូផងនោមផងនិងផោមផងទីចំនួនគ្រាប់ឪឡឹកនៅក្នុងផ្លែតូចមធ្យមនិងធំឈ្នះលើអ្នកប្រាចិនដោយដោះប្រស្នាថាសាច់ជ្រូកមួយនាលស៊ីបាន2ឆ្នាំទទួលបានជោគជ័យឈ្នះលើអ្នកប្រាចិនដោយដោះប្រស្នាថាធ្វើយុទ្ធការ500ក្នុងមួយថ្ងៃទទួលបានជោគជ័យទី4ធនជ័យឈ្នះអ្នកប្រាចិនបានសំពៅ500ថ្វាយស្ដេចតែក្រោយមកត្រូវនិរទេសប្រមោពុនទូកដែលបកកាត់សំណាបអង្កាមរបស់ខ្លួនធនជ័យបានដាក់ឈ្មោះឲ្យស្ទឹងទន្លេមួយចំនួនប្រមោពុនពីប្រជាជនមួយបាតត្រូវជាប់ទោសយកទៅសម្លាប់តែត្រូវបានរួចខ្លួនចេញពីសេចក្តីស្លាប់វិញបានទៅបួសហើយបានចូលបិណ្ឌបាតក្នុងវាំងក្រោយពីសឹកបានជួយដោះប្រស្នារបស់អាចារ្យចិនជូនព្រះរាជាដោះប្រស្នានានាប្រគេនព្រះសង្ឃជូនចៅហ្វាយស្រុកនិងថ្វាយព្រះរាជាបង្កើតគម្ពីរអក្សរជើងក្តាមយកឈ្នះលើអ្នកប្រាជ្ញស្រុកចិនក្រោយមកក៏យកប្រពន្ធគ្រប់លក្ខណ៍មួយរូបឈ្មោះនាងសួស្ដីទី5ធនជ័យផ្ចាញ់ស្ដេចមានទោសនិរទេសទៅកាន់ស្រុកចិនបង្កើតការភ្នាល់ជាមួយមន្ត្រីថាអាចបញ្ជាស្ដេចចិនបានបញ្ជាស្ដេចស្រុកខ្មែរឲ្យងាកក្រោយបានឈ្នះលើពួកមន្ត្រីអស់នោះទី6ធនជ័យផ្ចាញ់ស្ដេចស្រុកចិនធនជ័យធ្វើនំបញ្ចុកលក់នៅស្រុកចិនធនជ័យបានធ្វើឲ្យស្ដេចស្រុកចិនបានសោយនំបញ្ចុករបស់ខ្លួនដើម្បីបានមើលមុខស្ដេចស្រុកចិនធនជ័យបានដៀស្ដេចស្រុកចិនថាមើលមុខស្ដេចស្រុកចិនដូចមុខឆ្កែឯស្ដេចស្រុកខ្មែរដូចខែពេញបូរមីធនជ័យមានទោសត្រូវជាប់ក្នុងគុកសម្រិតធនជ័យមកចម្បាប់ជាមួយអ្នកទោសម្នាក់ផ្សេងទៀតដើម្បីការពារពីការរងាធនជ័យបានធ្វើខ្លែងឯកបន្លាចស្រុកចិនធនជ័យបានរួចពីគុកចិនបានប្រគល់សំពៅមួយនិងមនុស្ស100នាក់ជាបរិវារនាំមកស្រុកខ្មែរវិញទី7ធនជ័យចូលនគររួចស្លាប់ធនជ័យបានផ្ដាំស្ដេចស្រុកខ្មែរថាបើសោយត្រីព្រួលកុំចោលស្រកាបើសោយត្រីប្រាកុំចោលស្រកីស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន់ធនជ័យបានផ្ដាំប្រពន្ធឲ្យដាំចម្រងឫស្សីនិងដាំខ្ញែនៅលើភ្នោដើម្បីការពារទុកជាមុននឹងស្លាប់ខលវិភាគអត្ថបទនៅក្នុងរឿងធនជ័យចែកចេញជា5ផ្នែកគឺផ្នែកទី1កំណើតធនជ័យនៅក្នុងផ្នែកនេះអ្នកនិពន្ធចង់បង្ហាញពីអបិយជំនឿលើការយល់សប្តិខ្មែរតែងគិតថាការយល់សប្តិគឺជាប្រផ្នូលមួយជាប្រផ្នូលល្អនិងប្រផ្នូលអាក្រក់ម្ល៉េះហើយទៅខ្មែរតែងទៅរកហោរាដើម្បីទូទាយឲ្យបានដឹងហេតុភេទទាំងនោះជាក់ស្ដែងក្នុងរឿងម្ដាយធនជ័យបានទៅពឹងពាក់គ្រូហោរាដើម្បីកាត់ការយល់សប្តិរបស់គាត់ផ្នែកទី2ការចូលខ្លួនទៅបម្រើលោកសេដ្ឋីអ្នកនិពន្ធមានបំណងចង់បង្ហាញដល់អ្នកអាននៅគំនិតអាក្រក់ខលខូចបោកប្រាស់កេងប្រវ័ញ្ចចំណែកធនជ័យបានប្រឆាំងនឹងការកេងប្រវ័ញ្ចទាំងអស់នោះលើសពីនេះទៅទៀតអ្នកនិពន្ធក៏ចង់បង្ហាញដល់អ្នកសិក្សាឲ្យចេះអាណិតស្រឡាញ់វណ្ណៈពលករកសិករស្រឡាញ់ការងារពលកម្មហើយស្អប់ខ្ពើមវណ្ណៈមូលធនដែលជិះជាន់លើអ្នកតូចទាបកេងប្រវ័ញ្ចកម្លាំងអ្នកដទៃមានសេដ្ឋីជាដើមផ្នែកទី3ការចូលទៅបម្រើស្ដេចរយៈពេលដែលធនជ័យបានចូលខ្លួនទៅបម្រើស្ដេចទំនាស់របស់ស្ដេចនិងធនជ័យក៏បានកើតឡើងជាបន្តបន្ទាប់ទំនាស់នោះកាន់តែមានសភាពតានតឹងឡើងរហូតធនជ័យត្រូវបានស្ដេចនិរទេសចេញពីនគរ
និងសម្លាប់ចោលទៀតផងប៉ុន្តែដោយធនជ័យជាមនុស្សដែលមានប្រាជ្ញាតំណាងឲ្យបណ្ឌិតដូច្នេះអ្នកនិពន្ធមិនឲ្យធនជ័យស្លាប់ឡើយនេះព្រោះលោកចង់ឲ្យតួអង្គធនជ័យប្រឆាំងនឹងការជិះជាន់ផ្ដាច់ការរបស់ស្ដេចធនជ័យបានប្រឆាំងការជិះជាន់និងរំដោះប្រទេសជាតិឲ្យផុតពីសេចក្តីអន្តរាយរបស់បរទេសកត្តានេះហើយទើបធ្វើឲ្យធនជ័យក្លាយជាអ្នកប្រាជ្ញរបស់ខ្មែរដ៏ល្បីល្បាញមានកិត្តិនាមល្បីរន្ទឺផ្នែកទី4ការនិរទេសធនជ័យទៅស្រុកចិនអ្នកនិពន្ធចង់បង្ហាញពីគំនិតមួយចំនួនដូចខាងក្រោមស្ដេចនិងមន្ត្រីជាមនុស្សស្រឡាញ់តែអំណាចចង់ឈ្នះលើជាតិសាសន៍គ្នាឯងអំពើប្រឆាំងនឹងការជិះជាន់របស់ធនជ័យកាន់តែច្បាស់ឡើងដែលជាហេតុធ្វើឲ្យស្ដេចបណ្ដេញចេញពីវាំងទៅកាន់ស្រុកចិនស្ដេចស្រុកខ្មែរជាស្ដេចផ្ដាច់ការដើម្បីសង្គ្រោះជីវិតមនុស្សត្រូវតស៊ូរកវិធីសាស្ត្រនានាដើម្បីបញ្ជ្រាបគ្រោះអាសន្នឲ្យផុតផ្នែកទី5មរណភាពរបស់ធនជ័យនៅក្នុងផ្នែកនេះអ្នកនិពន្ធចង់បង្ហាញពីគំនិតស្នេហាជាតិបើទោះបីជិតស្លាប់ហើយក្តីក៏ត្រូវផ្ដាំទៅស្ដេចនៅពាក្យបណ្ដាំខ្លះមួយទៀតធនជ័យជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ព្រោះពេលជិតស្លាប់បានផ្ដាំប្រពន្ធឲ្យដាំចម្រងឫស្សីនិងដើមខ្ញែលើភ្នូររបស់ខ្លួនដើម្បីការពារពីពួកមនុស្សអាក្រក់4ទិដ្ឋភាពវិភាគអត្ថន័យកប្រធានរឿងនេះលើកឡើងពីបញ្ហាសងសឹកចំពោះអំពើព្យាបាទជិះជាន់និងអយុត្តិធម៌របស់មន្ត្រីនិងស្ដេចមកលើរាស្ត្រតូចតាចជាពិសេសអ្នកប្រាជ្ញខ្មែរខបញ្ហារឿងវិបត្តិទំនាស់ក្នុងសង្គមខ្មែររវាងវណ្ណៈនិងវណ្ណៈកើតឡើងពីការរំលោភជិះជាន់ការសងសឹកគ្នានិងការមានចិត្តគំនិតតស៊ូជំនះក្លាហានមោះមុតមិនព្រមចោះចាញ់នឹងអំពើជិះជាន់ទាំងនោះកបញ្ហាចោទតើខ្មែរមានជំនឿជឿលើការទូទាយឬហោរាដល់កម្រិតណាខ្លះតើធនជ័យនិងលោកសេដ្ឋីមួយណាជាមនុស្សខូចតើធនជ័យនិងស្ដេចផែនដីមួយណាជាអ្នកខូចតើប្រាជ្ញាបានផ្ដល់តម្លៃអ្វីខ្លះដល់មនុស្សសង្គមនិងប្រទេសជាតិខដំណោះស្រាយកម្លាំងប្រាជ្ញាគឺជាគ្រឿងចម្បាំងមួយដ៏សំខាន់របស់មនុស្សត្រូវការប្រាជ្ញាចំណេះវិជ្ជាបន្ថែមដោយការតស៊ូទៀតនាំឲ្យទទួលបានជោគជ័យនិងជ័យជំនះទុច្ចរិតអយុត្តិធម៌គ្មានថ្ងៃឈ្នះលើសុចរិតយុត្តិធម៌ជាដាច់ខាត5ទិដ្ឋភាពវិភាគតួអង្គធនជ័យជាមនុស្សមានប្រាជ្ញាឈ្លាសវៃមានចំណេះដឹងខ្ពង់ខ្ពស់ជាមនុស្សស្រឡាញ់ប្រទេសជាតិនិងប្រជាជនស្អប់អំពើអយុត្តិធម៌ជិះជាន់កេងប្រវ័ញ្ចកប់កេងស្អប់មនុស្សអែបអបមានមន្ត្រីរាជការក្បែរស្ដេចជាដើមជាវីរបុរសជួយសង្គ្រោះប្រទេសឲ្យរួចចាកផុតពីក្រញាំបរទេសខប្រពន្ធហោរាជាមនុស្សខ្លាចអ្នកដតីមានបានច្រណែននឹងអ្នកដតីជាមនុស្សចាស់ចេះកុហកបោកប្រាស់ចាកពីសិល5របស់ព្រះពុទ្ធសាសនាកម្ដាយឪពុកធនជ័យជាមនុស្សឆោតល្ងង់ចាញ់មកការបោកប្រាស់របស់យាយហោរាជាមនុស្សមានជំនឿងប់ងល់ជឿលើការយល់សប្តិនិងការទូទាយរបស់ហោរាសាស្ត្រខសេដ្ឋីជាមនុស្សក្រឡិចក្រឡុចគ្មានចិត្តស្មោះជាមនុស្សបោកប្រាស់សូម្បីកូនក្មេងអាយុ7ឆ្នាំជាមនុស្សមានប្រាជ្ញាគ្រាន់បើដែរសម្រាប់បម្រើប្រទេសជាតិស្ដេចជាស្ដេចស្រឡាញ់អំណាចមិនខ្វល់ពីការលំបាករបស់រាស្ត្រក្រៅបង្គាប់ឡើយជាស្ដេចត្រចៀកសស្ដាប់ឮសម្ដីបន្តិចតាំងធ្វើជាជឿខ្វះការពិចារណាឲ្យបានត្រឹមត្រូវជាស្ដេចស្រឡាញ់ការឈ្នានីសចូលចិត្តយកអ្នកផ្សេងមកធ្វើជាល្បែងកម្សាន្តរបស់ខ្លួនជាស្ដេចគ្មានចិត្តក្លាហានកុំសាញីជាមនុស្សដែលចង់ឲ្យខ្លួនឯងធំដាច់គេមិនក្រោមនរណាសោះឡើយជាស្ដេចផ្ដាច់ការមិនគោរពតាមពាក្យអ្នកដតីមន្ត្រីរាជវាំងជាមន្ត្រីស្រឡាញ់អំណាចបុណ្យស័ក្តិយួស័ក្តិជាមន្ត្រីចូលចិត្តអែបអបចាក់ចុចនេះចាក់ចុចនោះធ្វើឲ្យស្ដេចឡើងវិលវល់អស់ជាមន្ត្រីកំសាក
គ្មានសេចក្តីក្លាហានប្រឈមមុខនឹងបរទេស ឆ អ្នកប្រាជ្ញចិនជាមនុស្សមានប្រាជ្ញាឈ្លាសវៃប៉ុន្តែចាញ់ប្រាជ្ញារបស់ធនញ្ញដែលជាអ្នកប្រាជ្ញខ្មែរជាពួកមនុស្សចូលចិត្តការប្រកួតប្រជែងឈ្លោះប្រកែកគ្នាជាប្រភេទមនុស្សស្រឡាញ់អំណាចចូលចិត្តឈ្លានពានអ្នកដទៃអ្នកជិតខាង ចៅ ស្ដេចចិនជាស្ដេចអួតអាងពីអំណាចរបស់ខ្លួនហួសប្រមាណជាមនុស្សឆោតល្ងង់ចាញ់បោកធនញ្ញជាស្ដេចដែលប្រើអំណាចផ្ដាច់ការគៀបសង្កត់អ្នកដទៃនិងមិនចេះទទួលយកការពិតជាមនុស្សមិនចេះពិចារណាឲ្យបានជ្រៅជ្រះ 6. ទិដ្ឋភាពវិភាគអត្ថរូប ក វចនវិធីអ្នកនិពន្ធបានប្រើប្រាស់ពាក្យពេចន៍សាមញ្ញធម្មតាទៅតាមភាសាតំបន់របស់ប្រជាជនឧទាហរណ៍ពូមីងអានេះឯង ខ រចនាវិធីអ្នកនិពន្ធប្រើប្រាស់ភាសាខ្មែរដោយសរសេរជាពាក្យរាយមានពាក្យពេចន៍ខ្លីឃ្លាមានលក្ខណៈស្រួលអានងាយយល់ហើយត្រឹមត្រូវឥតខុសឧទាហរណ៍អាច័យនេះវាមានប្រាជ្ញាណាស់អញឲ្យអំបុកអាច័យឯង ក ភេទវិធីអ្នកនិពន្ធនិទានរឿងនេះជាប្រភេទរឿងប្រជាប្រិយហើយសរសេរជាពាក្យរាយខ្មែរឧទាហរណ៍នេះនឹងនិយាយពីរឿងធនញ្ញ ខ វឌ្ឍនារូបអ្នកនិពន្ធនិទានរឿងជាដំណើរខ្លីៗតែងាយយល់និងពេញលេញល្អទៀត ង បដិវិធីអ្នកនិពន្ធធ្វើឲ្យតួអង្គមានទំនាស់ពាក្យសម្ដីចិត្តកាយរវាងគ្នាទៅវិញទៅមកឧទាហរណ៍ទំនាស់រវាងធនញ្ញនិងសេដ្ឋីស្ដេចនិងធនញ្ញអ្នកប្រាជ្ញចិននិងធនញ្ញមន្ត្រីខ្មែរនិងធនញ្ញជាដើម ច សង្វាតវិធីអ្នកនិពន្ធធ្វើឲ្យតួអង្គមានការសន្ទនាគ្នាទៅវិញទៅមកឧទាហរណ៍ម្ដាយធនញ្ញនិយាយទៅកាន់ប្រពន្ធហោរាសេដ្ឋីនិយាយជាមួយប្រពន្ធធនញ្ញអ្នកបម្រើនិងមន្ត្រីនៅវាំង ឆ សន្តិហវិធីអ្នកនិពន្ធធ្វើឲ្យអ្នកអានមានចម្ងល់អំពីដំណើររឿងទាំងមូលឧទាហរណ៍តើវាសនាធនញ្ញដោយពាក្យហោរាបានទូទាយឬយ៉ាងណាតើធនញ្ញមានជីវិតត្រឡប់មកស្រុកខ្មែរវិញឬយ៉ាងណា ច ឯកវ៉ាតវិធីអ្នកនិពន្ធធ្វើឲ្យតួអង្គនិយាយគិតតែម្នាក់ឯងឧទាហរណ៍ធនញ្ញនិយាយតែម្នាក់ឯងពេលជីវិតជិតដល់ថ្ងៃស្លាប់ពណ៌នាវិធីអ្នកនិពន្ធបាននិយាយរៀបរាប់ដំណើររឿងឧទាហរណ៍នេះនឹងនិយាយពីរឿងធនញ្ញវិធីបញ្ចប់រឿងនៅទីបញ្ចប់នៃរឿងអ្នកនិពន្ធបានតម្រូវឲ្យតួអង្គធនញ្ញជាអ្នកឈ្នះបើទោះបីគាត់បានស្លាប់ទៅហើយក្តីក៏គាត់បានប្រមានដល់ពួកមន្ត្រីអួតអាងនិងមនុស្សអាក្រក់យ៉ាងចាស់ដៃផងដែរដើម្បីបញ្ឈប់នៅអំនួតការកេងប្រវ័ញ្ចស្រឡាញ់អំណាចជាដើម 7. ទិដ្ឋភាពវិភាគអត្ថរស ក សោភ័ណរសសាច់រឿងទាំងមូលមានចំណោទបញ្ហានិងការដោះស្រាយហើយរឿងនិយាយខ្លីៗតែប្រកបដោយអត្ថន័យនិងងាយស្រួលយល់ ខ នាដរសធម្មតារាល់ការឈ្លោះប្រកែកគ្នាឬទំនាស់រមែងមានអ្នកឈ្នះនិងអ្នកចាញ់ជាដរាបឧទាហរណ៍សេដ្ឋីស្ដេចនិងអ្នកប្រាជ្ញចិនបានចាញ់ប្រាជ្ញារបស់ធនញ្ញ ហាសរសអ្នកនិពន្ធធ្វើឲ្យតួអង្គមានលក្ខណៈកំប្លុកកំប្លែងតាមរយៈពាក្យសម្ដីកាយវិការនិងសាច់រឿងតថរសថ្វីត្បិតតែរឿងធនញ្ញនេះជារឿងប្រជាប្រិយកំប្លុកកំប្លែងក៏ពិតមែនតែបង្កប់ទៅដោយគំនិតអប់រំតែឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែងដែលកើតឡើងក្នុងសង្គមមនុស្សភាពពិតជាក់ស្ដែងទាំងនោះមានដូចជាមនុស្សមានជំនឿលើការទូទាយរបស់ហោរាសាស្ត្រនៅក្នុងសង្គមខ្មែរនាសម័យនោះមានរាស្ត្រមន្ត្រីស្ដេចនិងបរទេសមានចិនជាដើមការប្រកាន់វណ្ណៈរវាងអ្នកមានអំណាចបុណ្យស័ក្តិទ្រព្យសម្បត្តិជិះជាន់លើប្រជាពលរដ្ឋក្រីក្រតោកយ៉ាកកាលណាមនុស្សមានការជិះជាន់ហើយនោះមនុស្សនឹងមានការរើបំរាស់តស៊ូជំនះមិនឲ្យអ្នកមានអំណាចធ្វើអំពើអ្វីស្រេចនឹងចិត្តឡើយកាលណាកើតមកជាមនុស្សតែមានការច្រណែនឈ្នានីសគ្នា
ជៀសមិនផុតប៉ុន្តែត្រូវកាត់បន្ថយការអំពើទាំងនោះដោយរបៀបណាមនុស្សមានប្រាជ្ញានិងចំណេះវិជ្ជាគឺអាចយកវាទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនះលើសេចក្តីលំបាកការជិះជាន់របស់អ្នកដទៃនិងវាយបកវិញដោយមិនដេកចាំតែសេចក្តីទុក្ខនោះទេប្រទេសខ្មែរតែមានទំនាក់ទំនងជាមួយបរទេសទាំងប្រទេសជិតខាងឬប្រទេសឯនាយសមុទ្រកុសលរស់បើទោះបីរឿងធនជ័យជារឿងប្រជាប្រិយក៏ដោយតែវាបានផ្ដល់ការអប់រំជាច្រើនដល់កុលបុត្រខ្មែរជំនាន់ក្រោយដូចជាអប់រំមនុស្សឲ្យស្រឡាញ់ចំណេះវិជ្ជាមិនត្រូវមានជំនឿលើអ្វីមួយហួសហេតុនោះទេស្អប់នៅអំពើជិះជាន់របស់មន្ត្រីអ្នកមានអំណាចអប់រំដល់ស្ដេចផែនដីឲ្យមានទឹកចិត្តស្រឡាញ់ប្រជាពលរដ្ឋនិងប្រទេសជាតិកុំគិតតែអំណាចភ្លេចអស់សេចក្តីសុខរបស់រាស្ត្រក្នុងនាមជាមនុស្សត្រូវមានស្មារតីទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើក្នុងនាមជាមនុស្សមិនត្រូវដេកចាំឲ្យគេជិះជាន់នោះទេគឺត្រូវមានស្មារតីភ្ញាក់រលឹកចេះក្រោកឈរតវ៉ាប្រឆាំងដាច់ខាតរាល់ការជិះជាន់ទាំងឡាយក្នុងនាមជាកូនខ្មែរត្រូវមានស្មារតីស្រឡាញ់ប្រទេសជាតិការពារប្រទេសជាតិឲ្យរួចចាកផុតពីសេចក្តីអន្តរាយក្នុងនាមជាមនុស្សមិនត្រូវមានចិត្តមើលងាយមនុស្សនោះជាដាច់ខាត 8. ទស្សនៈបញ្ចប់រឿងធនជ័យគឺជារឿងព្រេងប្រជាប្រិយមួយដែលមានដើមកំណើតចេញមកពីប្រជាជនដូច្នេះរាល់ដំណើររឿងគឺបានបង្ហាញពីអត្ថប្រយោជន៍ដែលបានសាបព្រោះទៅលើប្រជាជនទូទៅជាច្រើនវាបានបង្ហាញពីស្មារតីភ្ញាក់រលឹករបស់ប្រជាជនចំពោះអំពើជិះជាន់ពីសំណាក់មនុស្សមានអំណាចគឺប្រឆាំងដាច់ខាតមិនឲ្យពួកនោះធ្វើអ្វីស្រេចនឹងចិត្តនោះឡើយពួកគេបានប្រើប្រាជ្ញារបស់ខ្លួនទៅផ្ដួលរំលំពួកអ្នកមានអំណាចអ្នកជិះជាន់ប្រជាជនជាដើមការតស៊ូរបស់ប្រជាជនទាំងនោះក្នុងគោលបំណងសាងសេចក្តីសុខសន្តិភាពសុភមង្គលនិងភាពចម្រុងចម្រើនជានិច្ចនិរន្តរ៍សូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់សូមជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត